បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងសង្គម YouTube ទាំងអស់គ្នាបាទថ្ងៃនេះសូមផុសវត្ថុស័ក្តិសិទ្ធិចែកជាវដល់ពុកម៉ែបងប្អូនតែមានបនិស្ស័យស្រឡាញ់នៅគ្រឿងចម្លាក់របស់ខ្មែរយើងបាទនេះជាថ្មសំលៀងតៃសាបាទស្រោបអ៊ីណុកហើយណាបាទឆ្លាក់ព្រះអង្គព្រះភិក្ខុនេតបាទឬក៏ព្រះក្បាលដំរីកូនព្រះសិវៈនិងព្រះម៉ែបារាវទីណាព្រះភិក្ខុនេតនេះដែរគឺបដិថានាំនៅសំណាងល្អកំចាត់នៅភ័យអន្តរាយអ្នកដែលពាក្យគឺមានលៀបមានជ័យសិរីសួស្ដីបដិថាមានតែភាពមានសំណាងមានតែភាពរុងរឿងមានតែសិរីសួស្ដីបាទណាប្រឡូកជាអ្នកនាំសំណាងហើយកំចាត់នៅភ័យអន្តរាយចឹងគឺប្រើខាងលៀបខាងស្នែហ្នឹងបាទប្រកែណាបាទណាវាខាងតិចតិជុំបាទណាមើលរូបភាពស្អាតបាទឆ្លាក់បានស្អាតបាទនេះព្រះប្រមោយដំរីឬព្រះក្បាលដំរីឬក៏ហៅព្រះភិក្ខុនេតកូនព្រះម៉ែប្រាវទីហើយនិងព្រះសិវៈចឹងក៏ជាទីទេពមួយដែលសំខាន់ក្នុងព្រហ្មញ្ញសាសនាណាបាទសាងពីថ្មសម្លៀងជ្រូកខ្មែរយើងដោះកលៈមានបរិះមេអញ្ចឹងទៅណាកលៈវាណា1កលៈ2កលៈ3កលៈណា4កលៈ5កលៈណាចាស់ល្អណាបាទជារបស់ខ្ញុំគ្រប់ថែរក្សាណាឡើយដាក់ចែកជាវបាទស្រឡាញ់ណាបាទវាចាស់ល្អមែនទេណាបាទអញ្ចឹងទៅខ្ញុំយកទៅឆ្លាក់ណាសាច់ឡើងតារោមិនមានហ្មងណាបាទពិសេសពិសាលបាទស្រឡាញ់ពេញចិត្តអាចចែកជាវបានមួយអង្គនេះក៏អញ្ចឹងដែរណាអ្នកប្រក់ពុទ្ធព្រះអង្គសមាធិបាទដោះនឹងពូនត្រៀបជូរគ្នាតែម្ដង3គ្រាប់បាទសាងពីថ្មសម្លៀងសម្លាក់ដាច់បាទរបស់ខ្មែរយើងដែរណាចម្លាក់ដាច់បាទស្រឡាញ់ពេញចិត្តអាចចែកជាវបានណាបាទពាក្យថាពុទ្ធហ្នឹងគឺគោរពបាទគាត់អង្គគ្រប់ដានបាទណាគ្រប់ដានហើយពីព្រះអង្គនេះបានន័យថាសាងពីភ្លុកលេខ1ណាសាច់9ណាបាទព្រះពុទ្ធសមាធិក្រោមដើមពោធិ៍បាទ3យ៉ាងណាបាទព្រះអង្គសមាធិគង់លើបល្ល័ង្កពេជ្រនៅក្រោមដើមពោធិ៍អញ្ចឹងបាន3យ៉ាងព្រះពោធិសត្វហ្នឹងបាទអត់ពីព្រះពុទ្ធយើងទៅនៅសល់ដើមពោធិ៍ហ្នឹងក៏យើងអាចគោរពថែរក្សាបានដែរអាចដោះមុខដោះជើងថ្វាយអង្គមអាចយកស្បង់ជីវរទៅប្រគេនបានណានេះអត់ដឹងទេបាទណាបាទមើលសាច់ឯបាទណាហួរចិត្តបាទសាច់ស្អាតណាស់បាទស្អាតមែនទែនបាទរបស់ចាស់គាត់ប្រើណាមែនណាស្រោបពីណុកហើយស្រាច់បានអាប់ពិសេសហើយរួចសាច់ហើយក៏បានដាស់មកជាយូរហើយគាត់អត់បច្ច័យខ្ញុំជីវឲ្យខ្ញុំទៅបាទណាបាទមួយអង្គនេះប្រពុតប្រទៀនពរគង់លើបល្ល័ង្កពេជ្រតំណាងបល្ល័ង្កពេជ្រតំណាងឲ្យភាពមានបានបាទតំណាងភាពមានបានចរមច្រើនព្រះពោធិសត្វពងក្រោមដើមពោធិ៍នេះគឺបានន័យថាគឺគោរពពិសេសភាសាដូចខ្ញុំនិយាយចឹងមិនអាចថាគណនាបានថាព្រះអង្គនឹងគោរពខាងនេះខាងនោះអត់ទេខាងណាក៏បានដែរឲ្យតែយើងជឿយើងគោរពណាហើយភ្លុកដំរីតំណាងឲ្យសិរីសួស្ដីសត្វអាយុវែងសត្វទេវតាថែរក្សាគោលណាបានគោរពបានថែរក្សាល្អពីនេះមកណាជារបស់កម្រសាងពីភ្លុកដំរីដូចគ្នាដែរប៉ុន្តែស្ដើងណាបងណាស្ដើងប្រទេសភ្លុកសុតសេនមិនសុតមិនយកបច្ច័យបាទណានេះបាទព្រះវេស្សវណ្ណជាសេនាដៃស្ដាំតាយៈហ្នឹងបាទសេនាដៃស្ដាំរបស់ព្រះឥន្ទឬក៏ហៅទេវតាប៉ុន្តែលោកបានសម្រេចនៅសោតាព្រះសោតាហ្នឹងគឺបានន័យថាបានសម្រេចដោយបុណ្យឬក៏ដោយសមាធិដោយបើនិយាយទៅបើពុទ្ធសាសនាលោកនិយាយថាឲ្យតែដល់សក្តីស្ងប់ពលនៅព្រះនិព្វានហ្នឹងណាដែលយើងដឹងស្ងប់កាយស្ងប់ចិត្តហ្នឹងគឺបានសម្រេចដល់សោតាហើយអញ្ចឹងណាតាមអញ្ចឹងលោកជាព្រះសោតាមួយអង្គនៅថ្ងៃអនាគតលោកនឹងបានត្រាស់ថ្លៃជាព្រះអរហន្តបានជាសាវកណាសាវកពុទ្ធអង្គណាម្នាក់បាទណាហ្នឹងហើយលោកដល់សល់តែ7ជាតិទៀតទេ
អាចយល់យកមនុស្សទេវតា7ជាតិហ្នឹងគឺលោកបានសម្រេចនៅជាតួអង្គណាមួយនៅក្នុងពុទ្ធសាសនាណាមួយអញ្ចឹងអ្នកខ្លះអត់ដឹងថាដាច់វេសវណ្ណទេគ្រប់ខាងអីទី1យើងប្រើខាងការពីព្រោះលោកស្ដាច់ខ្មោចមានបរិវារលោកជាស្ដេចយមរាជចឹងទៅហើយផោចព្រាយបិសាចទាំងឡាយហ្នឹងជាបរិវាររបស់លោកគ្រប់គ្រងនៅព្រាអសលព្រាយបិសាចទាំងឡាយហ្នឹងបាទចឹងណាហើយតាមតម្រាហ្នឹងគាត់ថាលោកជាអ្នកមាននៅកម្ពុជាគ្រប់គ្រងនៅមហាសម្បត្តិដូចជាមាសពេជ្រកែវកងហ្នឹងបាទចឹងអ្នកណាដែលគោរពលោកមានគាថាបូជាលោកហ្នឹងគឺសម្បូរដោយលៀបសម្បូរដោយជ័យហើយអ្នកខ្លះគេជឿថាអ្នកធ្វើការរាជការមន្ត្រីរាជការណាតែចង់ឡើងបុណ្យស័ក្តិចង់មានអំណាចហ្នឹងគឺគេគោរពនៅវេស្សវណ្ណនេះហើយដើម្បីការពារនៅអំណាចរបស់គេអញ្ចឹងគេសូត្រថាគាថាបូជាតយវេស្សវណ្ណដើម្បីមានលៀបស្ដេចដែលមានជាងគេគ្រប់គ្រងនៅទ្រព្យសម្បត្តិអញ្ចឹងគេសូត្រថាតិពិសោភគវីយៈមរិជេណោវេស្សវណ្ណោមរណੰសុខੰអរហੰសុគតោនមោពុទ្ធយៈវេស្សវណ្ណោចតុមហារាជកាយៈខពន្តាពន្ធៈប្រតោវេសពុសពុទ្ធាំងរហੰពុទ្ធោវេស្សវណ្ណោនមោពុទ្ធាយៈបាទគេសូត្រចឹង9ចប់ក្នុងរយៈពេលមួយព្រឹកចឹងណាដើម្បីបូជាស្ដេចយៈវេស្សវណ្ណហ្នឹងគឺដើម្បីសុំលៀបសុំជ័យរស់ស៊ីមានបានជិតជុំឲ្យថែរក្សានៅអំណាចដូចជាយើងធ្វើតកែគេធ្វើការរាជការយើងទៅបាទប្រម៉ែនេះនេះគឺតំណាងឲ្យធាតុទឹកតំណាងឲ្យការគ្រប់គ្រងភ្លៀងការនៅមហាអំណាចអញ្ចឹងទៅបាទនៅមកភាពតិចជុំអញ្ចឹងទៅបាទអញ្ចឹងណាអ្នកខ្លះដឹងខ្លួនឯងណាថាឆាប់តូចចិត្តឆាប់ខឹងឆាប់អន់ចិត្តឆាប់បាត់អញ្ចឹងឆាប់តូចចិត្តគិតច្រើនអញ្ចឹងទៅចូលចិត្តយកអាសាគេជួយគេបាទឆាប់ខឹងឆាប់បាត់ហើយមានភាពចិត្តមេត្តាធ្វើបុណ្យឡើងជួយគេហ្នឹងអាហ្នឹងក៏សារតែជាស្ដេចនាគដែរបាទស្ដេចនាគហ្នឹងគឺជួយចិត្តណាធ្វើបុណ្យជួយសារគេហើយក៏ឆាប់តូចចិត្តឆាប់ខឹងដែរប៉ុន្តែឆាប់បាត់អញ្ចឹងណាអញ្ចឹងនាគគឺគ្រប់គ្រងនៅធាតុទឹកបានន័យថាគ្រប់គ្រងនៅធាតុទឹកគឺតិចជុំច្រំចរានយើងអាចផ្អោបគ្នាអញ្ចឹងបានណាស្រោបផ្អោបអញ្ចឹងស្មើគ្នាទេបាទណាស្មើគ្នាបាទពាក្យវណ្ណពីរនេះគឺអស្ចារ្យតែម្ដងបាទណាមិនថាប្រុសមិនថាស្រីទេអាចពាក្យបានណាបាទពាក្យបានសងខាងចេះបាទល្អមែនទែនបាទស្រឡាញ់ពេញចិត្តអាចចែកជាវបានណាតួអង្គណាក៏បានដែរបាទណានឹងឲ្យ6តួអង្គហ្នឹងហើយយន្តនេះក៏យន្តស្ដេចទេវតាទាំង4ដែរការពារនៅទិសទាំង4អញ្ចឹងណាបាទខ្ញុំក៏មានយន្តលក់ដែរបាទយន្តបែបជាព្រះសីវលីអញ្ចឹងបាទសីវលីអញ្ចឹងក៏ខ្ញុំមានជាវដែរសម្រាប់ថាខាងលៀបរោស៊ីលក់ដូរអញ្ចឹងទៅបាទហើយអានេះក៏យន្តស្ដេចទេវតាទាំង4នេះក៏សម្រាប់ដាក់តាមផ្ទះតាមសម្បែងការពារនៅពពុះអមនុស្សកាចអញ្ចឹងណាបាទបាទអញ្ចឹងហ្នឹងមានអីទេមានប៉ុណ្ណេះឯងអស់លោកណាស្រឡាញ់ពេញចិត្តអាចចែកជាវបានណាតាមលេខ Telegram របស់ខ្ញុំបាទ088 24 79 826បាទអញ្ចឹងក៏ដល់ពេលវេលាដែលគម្រប់អស់លោកគម្រប់លាណាពីចម្ងាយហើយក៏ជូនពរអស់លោកស្រីទាំងអស់ដែលបានមើល YouTube នោះសូមមានលាភមិនជ័យស្រីសួស្តីឈ្នះអស់មាសត្រូវសាធុ